ជីវិតគឺជាការធ្វើដំណើរទៅមុខទោះអ្នកជួបការឈឺចាំជួបការលំបាកជួបការនឿយហត់ដើរផងយំផងក៏ដោយអ្នកនៅតែធ្វើដំណើរទៅរហូតមិនអាចថយក្រោយឬឈប់បានទេរបស់គ្រប់យ៉ាងគឺមិនទៀងទាត់ទេព្រះអាទិត្យរះហើយដល់ពេលក៏លិចទៅវិញព្រះច័ន្ទរះហើយព្រឹកមកដល់ក៏បាត់រស្មីទៅវិញស្រឡាញ់គ្នាហើយដល់ពេលណាមួយស្អប់ក៏មកជំនួសវិញម្ដងបើដឹងថាអញ្ចឹងហើយកុំចាំបាច់នៅហួងហែងជាប់ជំពាក់បន្តការទុកធ្វើអីទៀត